រុនសុស្ដីបងប្អូនអរុនសុស្ដីពេលព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ណាបងប្អូនណាបាទឥឡូវនេះខ្ញុំទិញកាហ្វេមួយកែវតូចល្មមប៉ុន្តែមុននឹងញ៉ាំកាហ្វេខ្ញុំសូមណែនាំបងប្អូនបន្តិចបាទតាមពិតបងប្អូនខ្លះក៏គាត់ធ្លាប់ឃើញហើយធ្លាប់ដឹងហើយធ្លាប់ចេះហើយរបៀបដែលយើងញ៉ាំកាហ្វេណាអាហ្នឹងយើងមានថង់ខាងក្រៅអញ្ចឹងបាទមានថង់ខាងក្រៅហើយមានតាយោមួយបាទឃើញទេបងប្អូនណាបាទមានតាយោមួយហើយមានថង់ស្រោបតាយោនឹងទៀតបាទអញ្ចឹងអ្នកខ្លះទៀតគាត់ខំផ្ដាច់តាយោនេះហើយគាត់បោះចោលហើយឃើញទេបាទប៉ុន្តែខ្ញុំប្រាប់ពីរបៀបមួយពីរបៀបចុះបាទទី1យើងកាត់ចឹងមកបាទឬក៏យើងរុញទៅលុះវាចឹងណាចានេះបាទឃើញទេចេញឃើញយើងហូតវាចេញមកចឹងណាបងប្អូនណាបាទហូតចេញមកចឹងមកបាទឃើញទេហើយដល់ពេលតាយោនេះយើងចាក់ចូលមកក្នុងកែវយើងហ្នឹងមកកែវកាហ្វេណាបងប្អូនណាកែវកាហ្វេណាចុះនេះយើងយកទៅចោលណាបងប្អូនយកទៅចោលទៅកន្លែងណាបាទខ្លះគាត់យកឲ្យគាត់បោះចោលអញ្ចឹងទៅអាតូចហ្នឹងក៏វាទៅជាសម្រាមមួយដែរណាបាទប៉ុន្តែសម្រាប់ខ្ញុំជាទូទៅខ្ញុំទម្លាប់ទី1ខ្ញុំដាក់ចូលក្នុងនេះបាទដាក់ចូលក្នុងថង់ពេលដែលខ្ញុំញ៉ាំអស់ខ្ញុំសរុបទាំងអស់យកទៅចោលក្នុងធុងសម្រាមឃើញទេប៉ុន្តែចំណុចទី2បងប្អូនអាចធ្វើបែបនេះបានបាទក៏ល្អដែរហើយយកមកចងចឹងមកបាទយ៉ាអានឹងផុយបងប្អូនកន្លែងហ្នឹងអានឹងវាផុយស្រួយឃើញអញ្ចឹងបើសិនជាផុយបែបនេះយើងចងជាប់នឹងអានេះអត់បានយើងដាក់ចូលក្នុងនេះមកបាទនេះវិធីងាយហើយយើងអត់បោះប្រប៉ាត់ប្រប៉ាយអីពីវាលពីកាលទេបាទកន្លែងញ៉ាំកាហ្វេក៏ដោយឬក៏យើងចូលមកផ្ទះយើងក៏ដោយគឺត្រូវតែធ្វើអញ្ចឹងបាទបើថាខាងក្រៅយើងចងអញ្ចឹងមកបងប្អូនណាបាទយើងចងជាប់នឹងទៅបាទយើងទៅណាវាដោយទៅតាមហ្នឹងឃើញទេបាទទៅណាដោយទៅតាមហ្នឹងបាទឃើញយូរអញ្ចឹងឬក៏យើងធ្វើម៉េចក៏នៅតែវាជាប់ណាព្រោះយើងចងណាបាទបើសិនជាយើងយកទៅចោលក៏វាដោយជាប់ទៅជាមួយចំណងហ្នឹងដាក់ក្នុងធុងសម្រាមឃើញទេខ្ញុំមានធុងសម្រាមក្រោបជើងជាមួយអញ្ចឹងខ្ញុំដាក់មកឃើញទេបាទអាហ្នឹងលយបងប្អូនណាបាទហើយក៏វាជារបៀបរៀបរយមួយដែលគួរណែនាំឬក៏គួរធ្វើដែរបាទជួនកាលខ្លះហូតអាស្រោមតាយោហ្នឹងបោះចោលទៅគៀនហ្នឹងបាទដោយសារយើងអាងថារបស់ហ្នឹងវាតូចតាចអញ្ចឹងណាប៉ុន្តែបើសិនតែយើងបោះគ្រប់តែគ្នាទៅឃើញសព្រមព្រៀតពេញហាងពេញតូបពេញផ្ទះអីហ្នឹងបាទហ្នឹងក៏ជារបៀបមួយដែរបងប្អូនណាបាទខ្ញុំយកមកចែករំលែកពេលព្រឹកហ្នឹងក៏ជាប្រយោជន៍មួយសម្រាប់យើងថែរក្សាបរិស្ថានជុំវិញហាងជុំវិញតូបរបស់យើងឬក៏តូបអ្នកដទៃក៏ដោយអរគុណ